Chẳng mì riêng tí cao sập muối dương nâng sắc xaពីការកែតម្រូវ stock ឬថា adjust stock ឬក៏ adjust inventory អញ្ចឹងនៅក្នុងការកែតម្រូវ stock នេះមានន័យថាយើងអាចកែតម្រូវ stock ហ្នឹងកើនឡើងឬក៏ថយចុះអាស្រ័យនឹងភាពជាក់ស្ដែងហេតុអ្វីបានមានការកែតម្រូវ stock ពីព្រោះ stock វាអាចនឹង stock ជាក់ស្ដែងជាមួយនឹង stock នៅក្នុងប្រព័ន្ធវាអាចនឹងមានការខុសគ្នាដោយហេតុផលផ្សេងៗទីហោដូចជាយើងយកតំណែងខុសឬក៏យើងយកតំណែងខ្វះឬក៏លើសអីចឹងទៅវាធ្វើឲ្យ stock ហ្នឹងវាខុសគ្នាជាមួយនឹង stock ជាក់ស្ដែង stock ក្នុងប្រព័ន្ធជាមួយនឹងជាក់ស្ដែងគឺវាខុសគ្នាអញ្ចឹងជាទូទៅក្រុមហ៊ុនគេអាចនឹងធ្វើការកែតម្រូវ stock 6ខែឬ3ខែ6ខែឬ1ឆ្នាំគេនឹងធ្វើការកែតម្រូវ stock នឹងម្ដងក៏ប៉ុន្តែកន្លែងខ្លះគេអាចនឹងធ្វើការកែប្រែកែតម្រូវ stock ហ្នឹងញឹកញាប់ដែរអញ្ចឹងនៅក្នុងប្រតិបត្តិការកែតម្រូវ stock នេះយើងក៏មានពីរចំណែកដូចជាមួយនឹង payment voucher purchase return ហើយនឹង adjust stock ដែរអញ្ចឹង adjust stock គឺ3ហ្នឹងដូចគ្នាមានន័យថាករណីដែលយើង tick ករណីយើងមិន tick ចេះហើយ user នឹងជា user board director អញ្ចឹងវានឹងរត់ចូលទៅក្នុងកម្មវិធីប្រព័ន្ធហិរញ្ញវត្ថុជាស្វ័យប្រវត្តិតែបើយើង tick មានន័យថារងចាំយើង approve អញ្ចឹងដោយករណីនេះឥឡូវយើងចូលទៅកាន់ user board director សិនអញ្ចឹងយើងចូលទៅកាន់ adjust stock ហើយបន្ទាប់មកយើងជ្រើសរើសថាឥឡូវយើង adjust stock expense តមកថ្ងៃទី20អញ្ចឹងយើងខ្លាំងយើងយកភ្នំពេញឥឡូវ stock ណាខ្លះដែលយើងធ្វើការកែតម្រូវទៀតថាយើងកែតម្រូវមាន2ឥឡូវខ្ញុំឧបមាថាយើងលើកទីហោមួយជាក់ស្ដែងទៅលើ stock ទៅមើលតម្លៃរបស់នេះម្ដង G 17ហើយនឹង4600នេះហើយនឹងនេះអញ្ចឹងយើងកាត់ម្នាក់20អញ្ចឹងអានេះ2000អានេះ400អានេះ600អានេះ800អញ្ចឹងយើងកាត់20ចេញទៅយើងដាក់បានមួយទៀតមកអញ្ចឹងយើងមើល stock របស់យើងអញ្ចឹងយើងកាត់ឥឡូវនេះសួរថាយើងបង្កើនវាឬក៏យ៉ាងម៉េចឧទាហរណ៍ថាយើងមានអា delay នេះវាមិនមែនចំនួន2000ប៉ុណ្ណឹងទេវាលើស2000ឬក៏យើងដាក់ថា stock ថ្មីមានន័យថាអានេះនៅជាក់ស្ដែងមិនមែន2000ទេវានៅជាក់ស្ដែងបាន1980ទេទីហោអញ្ចឹងអញ្ចឹងមានន័យថាបាត់អស់20ហើយអញ្ចឹងអានេះឧបមាថាអានេះជាក់ស្ដែងមិនមែន600ទេអានេះ620អញ្ចឹងវាកើន200នេះវាកើន20ដល់ពេលអានេះជាក់ស្ដែងមិនមែន800ទេវា1000អញ្ចឹងវាត្រូវកើនបាន100ចឹងវាកើនឡើង200មេម៉ូអីដាក់អីដើមអញ្ចឹងឥឡូវនេះយើងបំពេញរួចហើយមានន័យថា17នេះគឺក្នុង delay នេះវានៅសល់តែ1980ទេប៉ុន្តែបើ delay មាន2យើងត្រូវចុចយក2ឥឡូវយើងកាត់ delay នេះអត់មានខុសទេអញ្ចឹងយើងមិនបាច់កាត់ទេអញ្ចឹងយើងមើល delay មួយនេះវាកើនឡើងមិនមែន600គឺ620អញ្ចឹងឥឡូវយើងបានបំពេញព័ត៌មានរួចហើយអញ្ចឹងយើងចុច save អញ្ចឹងករណីយើងចុច save នេះគឺវានឹងចូលអូតូវាចូលប្រតិបត្តិការហិរញ្ញវត្ថុជាស្វ័យប្រវត្តិអញ្ចឹងយើងចុច save មកឥឡូវនេះយើងចូលទៅមើល stock យើងម្ដងទៀតមើលនេះឃើញទេនៅសល់ delay មួយនេះសល់តែ1980អានេះ620អានេះ1000អញ្ចឹងតាក់ទងជាមួយនឹងការ adjust stock
ឥឡូវនេះយើងចាប់ផ្ដើម adjust stock មួយដោយមាន approve ដោយមានធ្វើការបាទធ្វើការ approve វាអញ្ចឹងមានន័យថាដោយសារនៅក្នុងនេះ director គាត់ទាមទារគាត់កំណត់ថាបើសិនជាក្រៅពី user របស់គាត់នេះគាត់ឲ្យ user ទាំងអស់នេះគឺចូល adjust stock ត្រូវតែសួរមកគាត់អញ្ចឹងដោយមក director គាត់ចូលទៅកាត់ stock សិន director គាត់ចូលមកកាត់ stock អញ្ចឹងគាត់ចូល stock មកចឹង director គាត់ចូលមក adjust stock នេះហើយបន្ទាប់មកយើងយកអញ្ចឹងឧទាហរណ៍ថាយើងយកដដែលមិញចុះមិនមែនយកអាហ្នឹងយកអានេះវិញចេះអញ្ចឹងអានេះមកថានេះវា150អញ្ចឹងជាក់ស្ដែងវា107ឧទាហរណ៍ថានេះ200ជាក់ស្ដែងវា220ឧទាហរណ៍ថានេះ200ជាក់ស្ដែងវា160អីចឹងចុះអញ្ចឹងយើង memo save war អញ្ចឹងឥឡូវវាអត់ទាន់ចូលហិរញ្ញវត្ថុទេវានៅតែដដែលទេហើយ stock របស់វានៅដដែលទាំងអស់ទេ150នៅដដែលទាំងអស់អញ្ចឹងសួរថាប្រតិបត្តិការហ្នឹងវានៅកន្លែងណាប្រតិបត្តិការហ្នឹងអញ្ចឹងយើងទៅមើលកន្លែង stock ដោយសារយើង adjust stock ហើយវា approve អញ្ចឹងមើលកន្លែង stock នេះមើលកន្លែង stock ហ្នឹងហើយតោះមកយើងឆែកមើលនេះ adjust inventory draft នេះអញ្ចឹងយើងនឹងឃើញគ្រាន់តែយើងចុចហ្នឹងមកឃើញហ្នឹងមិនបាច់ចុចចំណេញចុចអីទេឲ្យតែចុច address ហ្នឹងឃើញមកឃើញប្រតិបត្តិការហ្នឹងមកមាន draft គឺវាឃើញហ្នឹងអញ្ចឹងយើងគ្រាន់តែ info ទេអញ្ចឹងមានន័យថានេះវាអត់ទាន់ទៅជាប្រតិបត្តិការទេវារងចាំពីព្រោះរងចាំ director ពិនិត្យសិនអញ្ចឹង director គាត់ចូលមកពិនិត្យអញ្ចឹង director គាត់ចូលមកពិនិត្យគាត់ចូលកន្លែងណា director គាត់ចូលនៅកន្លែង shareholder នេះហើយបន្ទាប់មកគាត់យកជ្រើសនេះ adjust inventory draft director គាត់ចូលមកកន្លែងហ្នឹងមកហើយគាត់នឹងឃើញប្រតិបត្តិការហ្នឹងហ่ะបន្ទាប់មកយកគេគាត់ចុចលើហ្នឹងហើយចុច approve មកអញ្ចឹងគាត់ឆែកមើលមានត្រូវមានខុសhayអត់បើសិនជាគាត់អត់មានអីទេគាត់ចុច approve វឹងអញ្ចឹងពេលហ្នឹងវានឹងចេញពណ៌ខៀវអញ្ចឹងយើងមើលទៅកន្លែង manager វិញកន្លែង manager ក៏វាចេញពណ៌ខៀវដែរអញ្ចឹងមានន័យថា director approve ហើយអញ្ចឹងយើងអាច save វាទៅកាន់ per adjust stock បានអញ្ចឹងយើង save មកអានេះវាទាមទារ print នេះយើងអត់បាន print ទេអញ្ចឹងវាទៅបាត់ហើយអញ្ចឹងឥឡូវយើងទៅមើលប្រតិបត្តិការយើងคล้ายទៅជាប្រតិបត្តិការរ៉ាញ់ធូហើយនេះ adjust stock ដែលយើង save ក្រោយមិញបើកមើលឃើញទេអញ្ចឹងបើយើងករណីយើង approve ឬមិន approve ស៊ីសងលើ director ទេព្រោះយើងរុញការទទួលខុសត្រូវទៅកាន់ director ទាំងអស់អញ្ចឹងតាក់ទងជាមួយ adjust stock គឺយើងមានប៉ុណ្ណឹង